សួស្តីនៅក្នុងអបសូតនេះខ្ញុំចង់និយាយពី A Train ក្នុងចក្រវាឡរបស់ The Boy ម្ដងដោយសារតែឥឡូវនេះរឿងភាគ The Boy បានបញ្ចប់ Season 5ដែលជា Season ចុងក្រោយហើយ A Train ក៏ត្រូវបាន Homelander កាច់កចំណែក Homelander ខ្លួនឯងក៏ត្រូវបាន Butcher ដាក់យ៉ាងចាស់ដៃឲ្យសុំចោះចាញ់សុំវរនិងទម្លុះក្បាលហើយកោះចេញមកក្រៅដែរ Season 5 នេះខ្ញុំគិតថាគេបញ្ចប់រឿងមិនសូវជាល្អទេពិសេសរៀងស្ទើរភាពសាហាវ Homelanderគួរតែគេសរសេរឲ្យតួអង្គ Homelander ធ្វើអីឲ្យខូខើបំផុតចុងក្រោយមុនគាត់ត្រូវបាន Butcher សម្លាប់ក្នុង Season ចុងក្រោយនឹងចំណែក A Train វិញតួអង្គនេះត្រូវបានគេសរសេររឿងរបស់គាត់បានល្អមុនជា Super អាក្រក់តែក៏វិវត្តទៅជា Super Hero ល្អដែលគេហៅថា Real Super Hero អ្នកដែលបានមើល The Boys Season 5 នេះប្រហែលជាមិនទាន់ភ្លេចទេឈុតកន្លែង Homelander ហោះដេញ A Train និងកន្លែងដែល A Train ចូលមកជួយក្រុម The Boys នៅ Episode ទី1 Season 5 ហ្នឹងដែលយើងបានឃើញច្បាស់ទាំងអស់គ្នាថា A Train លឿនយកតែមែនទែនខ្ញុំខ្លួនឯងគិតថាមិនបាននិយាយមិនអស់ចិត្តចឹងក្នុង Episode នេះយើងមកនិយាយពីល្បឿនរបស់ A Train ថាតើគាត់លឿនដល់កម្រិតណាអាចហក់ដល់កម្រិត Quicksilver របស់ X-Men ឬក៏ The Flash របស់ DCU ដែរទេកុំឲ្យខាតពេលយូរដូចវីដេអូមុនដែរខ្ញុំនឹងចាប់ផ្ដើមពីចំណុចតិចៗទៅមុន A Train គឺជាអតីតសមាជិកក្រុម The Seven សមត្ថភាពរបស់គាត់ដែលទទួលបានពី Compound V គឺល្បឿនរាងកាយដែលធ្វើឲ្យគាត់មានចលនារាងកាយលឿនផ្លាស់ទីក៏ដូចជារត់ក្នុងល្បឿនលឿនខ្លាំង A Train ខ្លួនឯងបានអះអាងថាគាត់គឺជាអ្នកដែលរត់លឿនជាងគេក្នុងโลก I'm A Train. I'm the fastest fucking man alive. A Train និយាយនៅក្នុងคลิปវីដេអូមួយគាត់ថាគាត់រត់លឿនជាងគ្រាប់កាភ្លើងចលនារាងកាយរបស់ A Train នៅពេលដែលគាត់ផ្លាស់ទីយើងមើលឃើញថារបស់នៅជុំវិញខ្លួនទទួលរងការប៉ះទង្គិចទៅជាមានសម្លេងផ្ទុះហៅថា Sonic Bomb ដែលនេះបញ្ជាក់ថា A Train ធ្វើដំណើរលឿនជាងល្បឿនសម្លេងតាមច្បាប់រូបវិទ្យាគេថាកាលណារបស់មួយផ្លាស់ទីលឿនជាងល្បឿនសម្លេងវានឹងនាំឲ្យមានសម្លេងផ្ទុះដែលគេហៅថា Sonic Bomb នឹងឯងល្បឿនសម្លេងគឺ343ម៉ែត្រក្នុងមួយវិនាទីឬក៏1235គីឡូម៉ែត្រក្នុងមួយម៉ោងឬក៏គេសរសេរថា Mark 1មានន័យថាលឿនជាងល្បឿនសម្លេងម្ដងឬក៏ស្មើជាមួយល្បឿនសម្លេងបើសរសេរ Mark 2មានន័យថាលឿនជាងល្បឿនសម្លេង2ដងបើសិន Mark 100មានន័យថាលឿនជាងល្បឿនសម្លេង100ដងសម្រាប់អ្នកអត់ដឹងគឺវាមានន័យបែបហ្នឹងបើយើងមើលពីការប្រកួតរវាង A Train និង Shockwave ក្នុង Season 1យើងឃើញនៅលើផ្ទាំងគេប្រចាំងហ្នឹងគឺ A Train ជាអ្នកឈ្នះដែលរត់ក្នុងល្បឿន371ម៉ែត្រក្នុងមួយវិនាទីឬក៏1335គីឡូម៉ែត្រក្នុងមួយម៉ោងវាស្មើនឹង 1.08 ដងនៃល្បឿនសម្លេងនេះគឺរាប់ថាលឿនអីប៉ុន្តែយើងទាំងអស់គ្នាដឹងច្បាស់ថា A Train មិនទាន់អស់ល្បឿនលឿនបំផុតត្រឹមនេះទេយើងទៅមើលឈុតកន្លែងប្រកួតទៅដែរយើងបានឃើញមានគេប្រកាសការប្រកួតហ្នឹងគេនិយាយថា A Train រត់ក្នុងល្បឿន1000ម៉ាយល៍ក្នុងមួយម៉ោងឬក៏1609គីឡូម៉ែត្រក្នុងមួយម៉ោងស្មើនឹង 1.3 ដងនៃល្បឿនសម្លេងមិនសំខាន់ថាគេប្រកាសមុនការប្រកួតឬក៏ក្រោយការប្រកួតរបស់ A Train ទេតែនេះបញ្ជាក់ថា A Train ធ្លាប់រត់ក្នុងល្បឿនមួយនេះប៉ុន្តែខ្ញុំនិងអ្នកនរគ្នាប្រកាសជាឯកភាពគ្នាទៀតថានេះមិនទាន់អស់ទេក្រោយពីយើងបានមើល Season 5 ហើយប៉ុន្តែមុននឹងទៅខ្ញុំនាំអ្នកនរគ្នាទៅមើលមកកន្លែងទៀតសិនក្នុង Season 1 Episode 8ឈុត Starlight និង A Train ប៉ះគ្នានៅពេលដែល Starlight បញ្ចេញថាមពលភ្លើងបែបពលឺចេញមក A Train រត់ទៅរុញ Starlight ហ្នឹងអញ្ចឹងកន្លែងនេះ A Train លឿនប៉ុណ្ណាអូខេ power របស់ Starlight គឺស្រូបថាមពលអគ្គិសនីរួចបំលែងបញ្ចេញថាមពលដូចជាពលឺទោះថាវាគួរឲ្យសង្ស័យមិនប្រកាសថាជាពលឺដែលធ្វើដំណើរក្នុងល្បឿនពលឺមែនទែនឬក៏គ្រាន់តែជា plasma សម្រាប់ខ្ញុំគិតថាល្បឿនថាមពលរបស់ Starlight នេះមិនរត់ទៅដល់ល្បឿននៃពលឺទេវាលឿនប៉ុន្តែវាមិនអាចទៅដល់ទេព្រោះបើចឹងមែនគ្មានអ្នកដែលអាចគេចចេញពីថាមពល Starlight នេះបានទេប៉ុន្តែយើងសាកគិតលេងៗមើលអ្នកនរគ្នាយើងឧបមាថាថាមពល Starlight បញ្ចេញនេះគឺជាពលឺដែលអាចដាល់ក្នុងល្បឿនពលឺគឺ299លាន792,2458ម៉ែត្រក្នុងមួយវិនាទីឬក៏1079លាន252,2848.8គីឡូម៉ែត្រក្នុងមួយម៉ោងនេះជាតម្លៃស្តង់ដារបើនៅក្នុងសៀវភៅមេរៀនខ្លះគេសរសេរល្បឿនពលឺស្មើ300លានម៉ែត្រក្នុងមួយវិនាទីឬក៏3x10 ស្វែកគុណ8ម៉ែត្រក្នុងមួយវិនាទីតែម្ដងគេប្រកួតឲ្យស្រួលគិតចឹងណាអូខេបន្តទៀតនឹងគឺល្បឿនថាមពលពលឺដែល Starlight បញ្ចេញនៅក្នុងពេលហ្នឹង A Train ក៏ព្យាយាមរត់គេចចេញពីថាមពលរបស់ Starlight យើងចង់ដឹងពីរយៈពេលដែលពលឺវាផ្លាស់ទីអ្នកនរគ្នាមើលធុងប្រេងនេះវាមានកម្ពស់ 0.87 ម៉ែត្រអានេះខ្ញុំយកកម្ពស់ជាមធ្យមរបស់ធុងប្រេងណាអញ្ចឹងល្បឿនពលឺដាល់ក្នុងចម្ងាយ 0.87 ម៉ែត្រហ្នឹងគឺប្រើពេលតែ 0.87 ចែកនឹង299លាន792,2458ម៉ែត្រក្នុងមួយវិនាទីស្មើនឹង 2.9 នាណូវិនាទីជារយៈពេលជាក់ស្ដែងដែលពលឺដាល់ក្នុងចម្ងាយ 0.87 ម៉ែត្រហ្នឹង
ប៉ុន្តែក្នុងចម្ងាយប៉ុណ្ណឹងបើយើងគិតក្នុងពេលវេលារបស់ A-Train កំពុងតែធ្វើចលនាផ្លាស់ទី slow mo ហ្នឹងគឺគាត់ប្រើពេលកន្លះវិនាទីឬ 0.5 វិនាទីអ្នកនរគ្នាតន់អត់កន្លែងហ្នឹងមានន័យថាពេលវេលាជាក់ស្ដែងពលឺដាល់គឺ 2.9 នាណូវិនាទីក្នុងចម្ងាយ 0.87 ម៉ែត្រប៉ុន្តែក្នុងពេល slow mo ប្លង់ slow motion របស់ A-Train ក្នុងភ្នែករបស់ A-Train អាចមើលឃើញថាពលឺកំពុងតែដាល់គឺប្រើពេល 0.5 វិនាទីជាពេលវេលារបស់ A-Train ហ្នឹងយើងជាអ្នកមើលគឺកំពុងតែស្ថិតក្នុងពេលជាមួយគ្នាជាមួយ A-Train អត់នៅក្នុងពេលវេលាជាក់ស្ដែងទេចំណែកឯរយៈពេលដែល A-Train រត់ទៅដល់ Starlight គឺគាត់ប្រើរយៈពេល11វិនាទីខ្ញុំគិតរាប់ចាប់ពីពេលគាត់ចាប់ផ្ដើមរត់ពីកន្លែងដែលគាត់កំពុងឈរហ្នឹងទៅដល់កន្លែង Starlight ឈរដូច្នេះរយៈពេល 0.5 វិនាទីរបស់ A-Train វាសមាមាត្រស្មើទៅនឹង 2.9 នាណូវិនាទីក្នុងពេលវេលាជាក់ស្ដែងចុះបើ A-Train ប្រើពេល11វិនាទីក្នុងពេលវេលារបស់គាត់តើវាស្មើរយៈពេលប្រមាណក្នុងពេលវេលាជាក់ស្ដែងយើងអាចប្រើតាមវិធីគូនខ្វែងនៃសមាមាត្រតាមខ្ញុំចាំដូចជាគណិតថ្នាក់ទី6មានមេរៀននេះដែរអញ្ចឹងយើងប្រើតាមនឹងមកអ្នកនរគ្នាយើងបាន11គុណ 2.9 បន្ទាប់មកចែកនឹង 0.5 ស្មើ 63.8 នាណូវិនាទីនេះមានន័យថាក្នុងពេល11វិនាទីរបស់ A-Train ដែលរត់ទៅដល់ Starlight គឺវាស្មើនឹង 63.8 នាណូវិនាទីក្នុងពេលវេលាជាក់ស្ដែងចុះចម្ងាយពី A-Train ទៅ Starlight បើសិនជាយកធុងប្រេងមកទម្រាបគ្នាខ្ញុំអាចដាក់បាន9ធុងដែលមួយធុងគិតជាមធ្យមវាអាចមានប្រវែងជិត1ម៉ែត្រហើយយើងគិតថា 0.87 ម៉ែត្រទៅដូចនិយាយមុនហ្នឹងអញ្ចឹងគុណនឹង9មកបាន 7.8 ម៉ែត្រឥឡូវយើងដឹងចម្ងាយនិងរយៈពេលជាក់ស្ដែងដែល A-Train រត់ទៅដល់ Starlight ហើយរុញ Starlight ហ្នឹងយើងអាចប្រើតាមរូបមន្តល្បឿន v ស្មើ d លើ t ចម្ងាយ d មិញស្មើ 7.8 ម៉ែត្រប្រើរយៈពេល t ស្មើ 63.8 នាណូវិនាទីនាំឲ្យល្បឿន v ស្មើ 7.8 ម៉ែត្រចែក 63.8 នាណូវិនាទីយើងបានល្បឿនរបស់ A-Train រត់នៅក្នុងសៀនមួយនេះគឺ 122 លាន 257,053 ម៉ែត្រក្នុងមួយវិនាទីឬក៏ 440 លាន 125,391 គីឡូម៉ែត្រក្នុងមួយម៉ោងវាស្មើនឹង 356,435 ដងនៃល្បឿនសម្លេងអូវ៉ាវតម្លៃនេះវាស្មើនឹង 41% នៃល្បឿនពលឺនិយាយដល់ខ្លីល្បឿន A-Train រត់ចិត្តស្មើពាក់កណ្ដាលនៃល្បឿនពលឺវាមិនទាន់ដល់ល្បឿនពលឺទេតែគឺថាលឿនជាង Quicksilver ហើយប៉ុណ្ណេះទាំង Quicksilver Avenger និង Quicksilver X-Men Quicksilver X-Men នៅក្នុងវីដេអូមុនខ្ញុំបាននិយាយគាត់មានល្បឿនធំបំផុតគឺ 2575.31 ដងនៃល្បឿនសម្លេងអញ្ចឹងបើធៀបជាមួយ A-Train លឿនជាង 138 ដងអ្នកនរគ្នាតែយ៉ាងណាដោយសារតែភាពមិនច្បាស់លាស់ថាមកពលពលឺដែល Starlight ប្រើនេះវារត់ក្នុងល្បឿនពលឺមែនឬក៏មិនមែនឬក៏គ្រាន់តែជាល្បឿន plasma បង្កើតជាពលឺនិងកម្លាំងរុញច្រានអីចឹងទៅអញ្ចឹងអ្នកនរគ្នាអាចគិតលេងឬក៏អាចលុបចេញពីការចងចាំវិញក៏បានដែរម្យ៉ាងទៀតចំពោះចំណុចស្តៀងគ្នានេះពេលខ្លះខ្ញុំវាមិនយល់ដែរអ្នកនរគ្នាពេល A-Train គាត់រត់បុក Robin សង្សារចាស់ Shui នឹងបែកខ្លួនខ្ទេចមាត់តែម្ដងសូម្បីតែផ្លូវដែលគាត់រត់ពីលើនឹងក៏បង្ហាញថាបែកប្រេះដែរពេល A-Train ជន់តែដល់ករណី Starlight នេះគាត់រត់លឿនខ្លាំងយកតែមែនទែនដោយបាននិយាយមុននឹងចឹងតែ Starlight អត់មានរបួសអីតិចផងដួលធម្មតាពេល A-Train រុញទោះថាមិនធ្វើឲ្យ Starlight របួសព្រោះគាត់មាន V ក្នុងខ្លួនស្បែកធន់តាន់ចុះហេតុអីរបស់នៅជុំវិញខ្លួនអត់មានបាក់បែកទៅតាមល្បឿនរបស់គាត់សោះចឹងខ្ញុំមិនច្បាស់ដែរវាអាចមកពីអ្នកសរសេររឿងភ្លេចខ្លួនឬក៏មិនខ្ញុំខ្លួនឯងអាចជាអ្នកខុសក៏ថាបានអ្នកនរគ្នាចំណាំមើលទៅរឿង Superhero តើអ្នកនរគ្នាបិទភ្នែកម្ខាងបើកភ្នែកម្ខាងបានមើលទៅវាសមហេតុសមផលបើចេះតែយកច្បាប់រូបជាមកនិយាយឈុតខ្លះវាពិបាកទទួលយកដែរដូចអារឿងខោហូកអីហ្នឹងរឿងរត់លឿនខ្លាំងតែបែរជាមិនចេះស្បែកឆេះខោអាវអីហ្នឹងជាដើមមុននឹងទៅមកចំណុចទៀតដែលបង្ហាញពីល្បឿនរបស់ A-Train អ្នកដែលចូលចិត្តវីដេអូកណនីលេខបែបនេះជួយចុច like ឲ្យខ្ញុំមួយផងសម្រាប់អ្នកដែលមិនទាន់បាន Subscribe ក៏សូមជួយចុចឲ្យខ្ញុំម្នាក់មួយផងអញ្ចឹងបន្តទៀតនៅក្នុងរឿង The Boys Season 5ចុងក្រោយ Episode 1យើងបានឃើញ A-Train សុកបង្ហាញខ្លួនចេញមកជួយក្រុម The Boys ពីដៃ Homelander ល្បឿនរបស់គាត់នេះគ្រាប់កាភ្លើងគឺគាំងស្ទើរតែគ្មានចរណាសូម្បីតែថាមពលកម្ដៅចេញពីភ្នែក Homelander យើងឧបមាថាជា laser ចេញពីភ្នែករបស់ Homelander ហ្នឹងក៏ដាល់យឺតខ្លាំងដែរយើងមិនបាច់គិតពីល្បឿន A-Train ធៀបជាមួយគ្រាប់កាភ្លើងទេរបស់ដែលគួរតែយកមកធៀបគឺ laser របស់ Homelander ហ្នឹងឯងអញ្ចឹងតើល្បឿន laser ចេញពីភ្នែក Homelander នេះលឿនប៉ុណ្ណាមែនតើល្បឿន laser នេះវាអាស្រ័យលើអារម្មណ៍របស់ Homelander ដែរអាស្រ័យលើអ្វីដែលគាត់កំពុងដោះស្រាយជាមួយចឹងល្បឿនរបស់ laser បើឲ្យប្រកាសថាប្រមាណគឺអត់ដឹងប្រមាណឲ្យប្រកាសទេតែយ៉ាងណាខ្ញុំរកឃើញកន្លែងឈុតមួយដែលស្រួលវាស់ជាងគេគឺនៅក្នុង season 4ដូចជា episode 8
កន្លែងដែល Homelander និង Victoria Newman អង្គុយនិយាយគ្នាក្នុងកម្មវិធី show របស់ Firecracker កម្មវិធី Trust Bomb អីគេនោះ Homelander ព្យាយាមឲ្យ Newman លាតត្រដាងអត្តសញ្ញាណខ្លួនឯងថាជា Soup Homelander ក៏បាញ់ laser ទៅ Newman ពេលគាត់នៅតែមិនព្រមបង្ហាញការពិតនឹងកន្លែងនេះយើងអាចកណនារកល្បឿនថាមពល laser ចេញពីភ្នែក Homelander បានបើមើលតាមរូបគម្លាតពី Homelander ទៅ Newman គឺប្រហែលជា1ម៉ែត្រកាន់តែច្បាស់អ្នកនរគ្នាអាចធៀបជាមួយពែងកាហ្វេនៅក្បែរដៃ Homelander ពេលនេះកត់ចិត្តស្តង់ដារទូទៅប្រហែលជា4អ៊ីងឬក៏10សង់ទីម៉ែត្រហើយខ្ញុំអាចតម្រៀប9ពែងពី Homelander ទៅ Newman ចឹងវាស្មើនឹង90សង់ទីម៉ែត្រឬក៏ 0.9 ម៉ែត្រចិត្តស្មើ1ម៉ែត្រដូចយើងស្មានមុននឹងចូលរយៈពេល laser ចេញពីភ្នែក Homelander ទៅដល់ Newman ខ្ញុំបានសួរ AI កែនេះឲ្យដោយសារតែវាលឿនខ្លាំងពេកខ្ញុំអត់មានសមត្ថភាពស្មានបានគិតចេញទេចឹងមានតែទៅសួរ AI វាឆ្លើយថារយៈពេលដែល laser ចេញពីភ្នែក Homelander ទៅដល់ Victoria Newman ស្មើនឹង 0.03 វិនាទី AI វាកណនាតាមចំនួន frame ក្នុងវីដេអូហ្នឹងអញ្ចឹងមិញយើងដឹងចម្ងាយនិងរយៈពេលដែល laser Homelander ហោះទៅដល់ Newman នេះយើងអាចកណនារកល្បឿនបានគឺ V ស្មើចម្ងាយ 0.9 ម៉ែត្រចែកនឹងរយៈពេល 0.03 វិនាទីស្មើ30ម៉ែត្រក្នុង1វិនាទីឬក៏108គីឡូម៉ែត្រក្នុង1ម៉ោងដែលល្បឿននេះវាហាក់ត្រូវគ្នាជាមួយនឹងពេលកន្លែងផ្សេងទៀតដែល Homelander ប្រើថាមពលកម្ដៅចេញពីភ្នែកនេះបាញ់ទៅអីមួយឬក៏ណាគេអញ្ចឹងទៅវាប្រហែលជាខ្ទង់100គីឡូម៉ែត្រក្នុង1ម៉ោងនឹងឯងនេះមិនមែនជាចម្លើយចុងក្រោយដែលយើងចង់បានទេអីដែលចង់បានគឺល្បឿនរបស់ A-Train ធៀបជាមួយល្បឿន laser Homelander នេះចឹងយើងបកទៅមើលឈុតកន្លែង A-Train ចេញមកជួយក្រុម The Boy ចេញពីដៃ Homelander ឡើងវិញនៅពេលដែល A-Train ទៅដល់យើងឃើញ laser Homelander ហោះជិតទៅដល់មុខ Huey ជិតពាក់កណ្ដាលបាត់ហើយចឹងសល់ប្រហែលទៀតគឺជាពេលវេលាដែល A-Train កំពុងតែរត់ក្នុងគណៈពេលហ្នឹងខ្ញុំបានវាស់ពេលវេលាដែល A-Train រត់ពេលគេគ្រប់គ្នាកំពុងកាំង laser Homelander ហោះយឺតនេះមានរយៈពេល30វិនាទីចម្ងាយពី laser Homelander កំពុងតែហោះជិតទៅដល់ Huey គឺប្រហែលជា40សង់ទីម៉ែត្រនិងបើធៀបជាមួយកម្ពស់ Homelander Anthony Starr តួសម្ដែង Homelander នឹងគាត់មានកម្ពស់ 1.8 ម៉ែត្រដូច្នេះយើងរកឃើញចម្ងាយនិងរយៈពេលអីអាចយកទៅជំនួសចូលក្នុងរូបមន្តម្ដងទៀតដើម្បីរកល្បឿន laser របស់ Homelander ក្នុងពេលវេលារបស់ A-Train យើងបាន 0.4 ម៉ែត្រចែកនឹង30វិនាទីស្មើនឹង 0.013 ម៉ែត្រក្នុង1វិនាទីខ្ញុំបញ្ជាក់ម្ដងទៀតនេះគឺជាល្បឿនថាមពលកម្ដៅ laser Homelander ដែលរត់ក្នុងពេលវេលា slow motion របស់ A-Train ដែលគាត់រត់ជួយក្រុម The Boy ផ្សេងទៀតមិនមែនជាល្បឿនក្នុងពេលវេលាជាក់ស្ដែងទេល្បឿន laser ក្នុងពេលវេលាជាក់ស្ដែងដែលយើងបានកណនាមុននេះគឺ30ម៉ែត្រក្នុង1វិនាទីឬក៏108គីឡូម៉ែត្រក្នុង1ម៉ោងអញ្ចឹងបើយើងយកល្បឿនជាក់ស្ដែងនេះមកធៀបជាមួយល្បឿន A-Train យើងបាន30ម៉ែត្រក្នុង1វិនាទីចែកនឹង 0.013 ម៉ែត្រក្នុង1វិនាទីបាន 2307.69 ដងមានន័យថា A-Train រត់លឿនជាងល្បឿនថាមពលកម្ដៅចេញពីភ្នែករបស់ Homelander 2307 ដង2307 ដងអ្នកនរគ្នាដូច្នេះបើយើងយកល្បឿនថាមពលកម្ដៅចេញពីភ្នែកជាក់ស្ដែងរបស់ Homelander មកគុណនឹងចំនួនដង2307 ដងនេះយើងបាន 69210 ម៉ែត្រក្នុង1វិនាទីឬក៏ 249,156 គីឡូម៉ែត្រក្នុង1ម៉ោងស្មើនឹង 201.77 ដងនៃល្បឿនសំឡេងខេងមុននេះពេលធៀបជាមួយថាមពលពលឺរបស់ Starlight ល្បឿន A-Train ឡើងស្មើ 41% នៃល្បឿនពលឺអីហើយឥឡូវបានមិនដល់ 1% ផងហេតុអីបានល្បឿន laser Homelander យឺតម៉េះចឹងបើសិនមានអ្នកមិនសុខចិត្តបែបនេះហើយខ្ញុំនឹងទៅសន្និដ្ឋានពីល្បឿនថាមពល laser របស់ Homelander នេះតែម្ដងមិនបាច់កណនាវែងឆ្ងាយសំណួរសួរថាតើថាមពលកម្ដៅដែលបាញ់ចេញពីភ្នែក Homelander នេះជា laser មែនទែនឬ laser បែបណានៅក្នុងរឿងគេបានបញ្ជាក់ថាថាមពលកម្ដៅចេញពីភ្នែក Homelander នេះជា laser តួនៅក្នុងរឿងហៅវាថាជា laser អ្នកមើលផ្សេងទៀតក៏ហៅវាថាជា laser ដែរចឹងបើសិនជា laser man វាគួរតែហោះក្នុងល្បឿននៃពលឺគឺ 299,792,2458 ម៉ែត្រក្នុង1វិនាទីប៉ុន្តែនៅក្នុងរឿងមានបញ្ហាមួយចំនួនដែលយើងពិបាកទទួលស្គាល់ថាវាផ្លាស់ទីស្មើល្បឿនពលឺជាក់ស្ដែងមានអ្នកដែលអាចគេចចេញឬប្រតិកម្មទាន់ laser Homelander នេះដូច Soldier Boy អាចគេចទាន់ Huey Butcher អ្នកទាំងនេះមិនមានល្បឿនផ្លាស់ទីក្នុងកម្រិតនេះទេល្បឿនពួកគេបើថាលឿនគឺលឿនអីពេលដែលបានចាក់សេរ៉ូមតែវាមិនដល់ថ្នាក់អាចគេចចេញទាន់ laser Homelander ដែលដាល់ក្នុងល្បឿនពលឺនេះបានទេបើតាមមើលនៅក្នុងរឿងវាមានកម្លាំងរុញរបស់ទៅបុកផ្ទប់បាញ់ទម្លុះអង្គធាតុរឹងដែលទាំងនេះវាទំនងជា plasma មិនមែនជា laser ពិតទេនៅក្នុងពិភពពិតយើងកំពុងនៅឥឡូវនេះ plasma មានម៉ាស់ដោយសារតែវាផ្សំពីអាតូមហើយក៏ព្រោះតែមានម៉ាស់នេះវាមិនអាចធ្វើដំណើរក្នុងល្បឿនពលឺដោយ laser បានទេប៉ុន្តែដើម្បីឲ្យអស់ចិត្តយើងឧបមាថាវាជា laser ពិតមែន
វាធ្វើដំណើរក្នុងល្បឿនពលឺ299លាន792,458ម៉ែត្រក្នុងមួយវិនាទីហើយ A-Train ក្នុងឈុតជួយក្រុមដបូយគាត់លឿនជាងល្បឿនពលឺ laser នេះអញ្ចឹង A-Train លឿនយ៉ាងណាក្នុងករណីហ្នឹងខ្ញុំកណនាដោយខ្លីយកតែម្ដងគឺ A-Train លឿនជាង23 billion ដង23,000 លានដងនៃល្បឿនពលឺ Oh my god លឿនលើសលប់ពេកអីចង់និយាយថាលឿនអស់វិចារហ្មងណាសូម្បីតែ The Flash ក្នុង DC ក៏គ្មានសិទ្ធអីមកឈរក្បែរ A-Train នេះដែរបើ A-Train យ៉ាងហ្នឹងក៏ប៉ុន្តែដូចខ្ញុំបាននិយាយអញ្ចឹងខ្ញុំមិនគិតថាវាជា laser ពិតដូចអីដែលយើងគិតនៅក្នុងជីវិតពិតទេល្បឿនដែល A-Train គួរតែអាចធ្វើបានគឺមានល្បឿនលឿនជាងល្បឿនសម្លេង 201.77 ដងបើធៀបជាមួយថាមពលកម្ដៅចេញពីភ្នែក Homelander ដែលថាភាគច្រើនគេហៅ laser ពីដំបូងមកព្រោះតែវាមើលទៅស្តៀងជាមួយ laser មែនតើវាមិនមែនជា laser ទេវាគួរតែជា plasma ត្រូវជាងហើយវាពិបាកនឹងជឿដែល A-Train អាចរត់ទៅដល់ល្បឿនពលឺដោយសារតែគាត់គ្រាន់តែមានសេរ៉ូមដែលបង្កើតឡើងដោយដៃមនុស្សមិនមែនប្រើ Speed Force ដូច The Flash ក្នុង DC ទេល្បឿនដែលខ្ញុំហ៊ាននិយាយមិនបារម្ភថាខុសគឺគាត់លឿនជាងល្បឿនសម្លេង 201.77 ដងនឹងឯងវាអាចនឹងលើសឬខ្វះជាងនេះបន្តិចអាស្រ័យលើអ្នកនរគ្នាកាត់ខ្ទង់យកមកគុណដូចខ្ញុំបានធ្វើនេះជួនកាលខ្ញុំកាត់ក្រោយក្បៀសមួយខ្ទង់ជួនកាល2ខ្ទង់អីចឹងទៅអញ្ចឹងនេះគឺជាល្បឿនធ្វើដំណើរឬក៏រត់របស់ A-Train ដែលខ្ញុំអាចកណនាចេញមកបានក៏ដូចជាឲ្យអ្នកនរគ្នាមកឈឺក្បាលជាមួយបើសិនបើអ្នកនរគ្នាមានយោបល់អីបន្ថែមពីលើអ្វីដែលខ្ញុំបាននិយាយអាចខមមិនការយកឃើញរបស់អ្នកនរគ្នានៅក្នុងខមមិនប្រកែកគ្នាលេងបាន A-Train នេះជាតួដែល season ដំបូងគឺជាតួអាក្រក់ពិសេស season 1ហ្នឹងតែក្រោយពីគាត់បដូរចិត្តគំនិតងាកមកខាង The Boy វិញខ្ញុំស្រឡាញ់តួនេះមែនទែនចុងក្រោយហ៊ាននិយាយខ្លាំងទល់មុខ Homelander លែងខ្លាចដូចមុននិយាយដល់ខ្លីទៅខ្ញុំចូលចិត្តការវិវត្តរបស់តួអង្គនេះមែនទែនអញ្ចឹងខ្ញុំមានប៉ុណ្ណឹងសម្រាប់អ្នកដែលមានសំណួរក៏អាចសួរបានដូចគ្នាឬក៏ចង់ឲ្យខ្ញុំនិយាយពីតួណាទៀតក្នុង The Boys អាចប្រាប់ខ្ញុំបានបើអ្នកនរគ្នាពេញចិត្តវីដេអូកណនាលេខអញ្ញៃបែបនេះជួយចុច like ឲ្យមួយផងហើយសម្រាប់អ្នកដែលភ្លេចមិនទាន់បាន subscribe អីក៏សូមជួយចុចឲ្យម្នាក់មួយផងអរគុណអ្នកនរគ្នាយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយទៀត I'm A-Train. I'm the fastest fucking man alive.